បាទសម្រាប់បងប្អូនដែលកំពុងតែស្វែងរកស្នប់ប្រភេទស្នប់ស៊ីឡាំង2នេះបងប្អូនបាទគឺឥឡូវនេះគឺយើងចូលស្តុកទៀតហើយបាទហើយស្តុកយើងលើកនេះគឺពិសេសជាងលើកមុនដោយសារស្តុកយើងលើកនេះគឺយើងមាន2ជម្រើសសម្រាប់ពុកម៉ែបងប្អូនជ្រើសរើសបាទគឺយើងមានប្រភេទកុងទ័រតនិចបាទនេះបងប្អូនឃើញកុងទ័រតនិចហើយនឹងមួយទៀតនេះគឺប្រភេទកុងទ័រ digital auto stop បាទអញ្ចឹងខ្ញុំនឹងបញ្ជាក់ជូនបងប្អូនថាតើអាពីរនេះខុសគ្នាមិនបាទអញ្ចឹងសម្រាប់កុងទ័រតនិចបាទបងប្អូនអាចឃើញនេះកុងទ័រតនិចអញ្ចឹងបងប្អូនគ្រាន់តែដាក់ទៅយកស្នប់នេះជាមួយនឹងវ៉ាល់សបវាទៅបាទហើយបងប្អូនបញ្ជាវាជាមួយនឹងប៊ូតុងមួយនេះបាទបញ្ជាវាជាមួយប៊ូតុងមួយនេះហើយនៅពេលដែលតនិចវាឡើងដល់គីឡូណាដែលបងប្អូនគិតថាអូខេ2គីឡូកន្លះ3គីឡូឬក៏2គីឡូអីចឹងទៅអញ្ចឹងបងប្អូនចុចបិទវាមកបាទអញ្ចឹងគឺតែប៉ុណ្្នឹងទេអញ្ចឹងអានេះកុងទ័រតនិចវាអត់ឈប់ដោយស្វ័យប្រវត្តិទេបាទថាបងប្អូនត្រូវតែបញ្ជាវាបិទបើកទៅតាមកុងតាក់របស់វានេះបាទហើយសម្រាប់កុងទ័រ digital កុងទ័រ digital ឬ digital display នេះបាទបងប្អូនអាចឃើញនេះបងប្អូនសេរីគីឡូវាឡើងចុះទៅតាមអ្វីដែលបងប្អូនត្រូវការទៅបាទដល់គីឡូវាទីបងប្អូនសេរី2គីឡូកន្លះឬក៏3គីឡូបាទនៅពេលដែលបងប្អូនសេរីហើយបងប្អូនដាក់ទៅយកស្នប់នេះជាមួយនឹងវ៉ាល់កង់ឡានកង់ម៉ូតូរបស់បងប្អូនហើយបាទបងប្អូនបញ្ជាវាជាមួយនឹងប៊ូតុងបាទខាងក្នុងដូចគ្នាដដែលទេបាទប៊ូតុងខាងក្នុងនេះដូចគ្នាដដែលទេបាទបងប្អូនបញ្ជាវាហើយនៅពេលដល់គីឡូវាបាទដល់គីឡូដែលបងប្អូនសេរីហ្នឹងជាទូទៅ2គីឡូកន្លះចឹងទៅបាទដល់គីឡូ2គីឡូកន្លះឬក៏3គីឡូដែលបងប្អូនសេរីនេះគឺវានឹងឈប់ដោយស្វ័យប្រវត្តិអញ្ចឹងសម្រាប់តម្លៃវិញបាទសម្រាប់តម្លៃវិញគឺបងប្អូនអាចជ្រើសរើសទៅតាមតម្រូវការរបស់បងប្អូនខុសគ្នាតែ$3ទេបាទអញ្ចឹងសម្រាប់កុងទ័រតនិចនេះបាទតម្លៃវាគឺ$35បាទ$35កុងទ័រតនិចហើយសម្រាប់កុងទ័រ digital បាទកុងទ័រ digital នេះគឺតម្លៃវា$38បាទអញ្ចឹងបងប្អូនត្រូវការមួយណាចូលចិត្តមួយណាបាទជ្រើសរើសទៅតាមបេះដូងបាទតម្លៃនេះគឺយើងដឹកជញ្ជូនដល់កថ្លៃទូទាំងប្រទេសបាទអញ្ចឹងបើករណីបងប្អូនមានតម្រូវការឬក៏មានចម្ងល់ផ្សេងៗបងប្អូនអាចសាកសួរមកបានបាទសូមអរគុណ